សួរលោកគ្រូវីដេអូនេះខ្ញុំមកបង្ហាញពី user management password agent ដំបូងឥឡូវយើងមកមើលនៅ Linux របស់យើងដើម្បីយើងចង់កំណត់ password agent ទៅលើ user ណាមួយយើងត្រូវ check មើល user ឥឡូវខ្ញុំចង់ check មើលទៅលើ user student 1ឥឡូវដោយសារតែ user នេះខ្ញុំបានកំណត់ពីមុនរួចហើយសម្រាប់ last chain នេះយើងអត់តាន់បានដូរទេណាpassword expert នេះយើងកំណត់នៅថ្ងៃទី1 2027សម្រាប់ password inactive នេះយើងកំណត់នៅខែ10ថ្ងៃទី1 2027សម្រាប់ account expert នេះយើងបានកំណត់នៅខែ1ថ្ងៃទី1 2027ដូចគ្នាហើយសម្រាប់ចំនួននៃការដូរ password របស់យើងគឺអត់តាន់មានទេហើយយើងកំណត់ចំនួន92ថ្ងៃសម្រាប់ការដូរ password ម្ដងឥឡូវនេះយើងរ៉ាន់តេស្តកំណត់ការបរិច្ឆេទដើម្បីដូរឥឡូវខ្ញុំកំណត់កន្លែងឥឡូវនេះយើងមកតេស្តcomment របស់យើងដើម្បីដូរការបរិច្ឆេទសម្រាប់sudo change .d នេះមានន័យថាយើងកំណត់ទៅលើការបរិច្ឆេទនៃការដូរ password សម្រាប់.m 60នេះយើងកំណត់ទៅលើសម្រាប់.m 60នេះយើងកំណត់ទៅលើចំនួនថ្ងៃក្នុងការដូរ password ម្ដងសម្រាប់.i នេះ31នេះយើងកំណត់ទៅលើ password expert ដែល password គាត់កំណត់ហ្នឹង account នឹង remind ចំនួន31ថ្ងៃបើសិនជាក្នុងចន្លោះ31ថ្ងៃហ្នឹងយើងដូរ password អត់តាន់ទេនៅ account យើងនឹង inactive ចំណែកអក្សរ E ហ្នឹងគឺជាការបរិច្ឆេទនៃការកំណត់ account student 1ហ្នឹងដល់មកយើងរ៉ាន់ហើយយើងឆែកមើល status របស់ user student 1នេះវានឹងបដូរទៅតាមអ្វីដែលយើងកំណត់នៅខាងលើហើយសម្រាប់វីដេអូនេះមានតែប៉ុណ្ណាអរគុណដល់លោកគ្រូសម្រាប់ការងារនេះជម្រាបលា